ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបំភ្លឺករណីក្រុមយុវជនកាន់កាំបិតបង្កចំនួននឹងការបង្ហោះរូបភាពលើបណ្ដាញសង្គមនៅស្រុកមោរុស័យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី11ខែសីហាឆ្នាំ2026នេះបានចេញសេចក្តីបំភ្លឺព័ត៌មានជូនសាធារណជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមបន្ទាប់ពីមានការចែករំលែករូបភាពក្រុមយុវជនកាន់កាំបិតក្នុងដៃហាក់ប៉ងធ្វើសកម្មភាពហិង្សានៅលើមូលដ្ឋានស្រុកមោរុស័យករណីនេះបន្ទាប់ពីទទួលបានព័ត៌មាននិងរូបភាពបានផ្សព្វផ្សាយលោកឧត្តមសេនីយ៍តូដាញ់អេកប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ដោយអនុវត្តតាមបទបញ្ជាលោកវរៈស្នេហ៍ឯកសកំឡុងអធិការនគរបាលស្រុកមោរុស័យបានក៏ហៅក្មេងៗដែលបង្ហាញខ្លួននៅក្នុងរូបភាពរួមទាំងអ្នកផ្សព្វផ្សាយនិងភាគីពាក់ព័ន្ធទាំងអស់មកធ្វើការសាកសួរដើម្បីដឹងការពិតតាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី11ខែសីហាឆ្នាំ2026មានជនមិនស្គាល់មុខជិះម៉ូតូមួយគ្រឿងបានយកដុំថ្មគប់នៅលើផ្ទះរបស់ឈ្មោះឈួយលីវ៉ាភេទស្រីអាយុ25ឆ្នាំរស់នៅភូមិទួលព្រំ2ឃុំកកោះស្រុកមោរុស័យប៉ុន្តែមិនបានបណ្ដាលឲ្យត្រូវនរណាម្នាក់ឡើយលុះបន្តិចក្រោយមកមានក្មេងប្រុសម្នាក់ទៀតបានជិះម៉ូតូមកដល់មុខផ្ទះកាត់ហេតុហើយបំភ្លឺសំឡេងស៊ីផ្លេម៉ូតូខ្លាំងៗដោយមានការយល់ច្រឡំប្អូនជីដូនមួយរបស់ម្ចាស់ផ្ទះក៏បានយកដុំថ្មគប់ទៅលើអ្នកជិះម៉ូតូនោះតែមិនត្រូវនោះទេបន្ទាប់មកអ្នកជិះម៉ូតូបានជិះចេញទៅបាត់ហើយក៏បានបបួលបាក់ពួកត្រឡប់មកវិញដោយមានកាន់កាំបិតមកជាមួយផងដើម្បីមកសួរដេញដោលនិងបង្កចំនួនពាក្យសម្ដីដាក់គ្នាក្នុងពេលកាត់ហេតុឈ្មោះឈួយលីវ៉ាបានយកទូរស័ព្ទថតរូបភាពហើយយកទៅបង្ហោះលើបណ្ដាញសង្គម Facebook ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលភ្លាមៗនោះទេផ្អែកលើការបំភ្លឺភាគីទាំងសងខាងភាគីម្ចាស់ផ្ទះបានទទួលស្គាល់ថាដោយសារការយល់ច្រឡំទៅប្អូនជីដូនមួយយកដុំថ្មគប់ទៅលើអ្នកជិះម៉ូតូពេលឮសំឡេងម៉ូតូខ្លាំងៗនៅមុខផ្ទះចំណែកឯភាគីខាងកាន់កាំបិតបានសារភាពថាពួកខ្លួនខឹងនឹងគេយកដុំថ្មគប់មកលើខ្លួនទៅបបួលគ្នាមករករឿងតបតវិញសមត្ថកិច្ចបានគូបញ្ជាក់ថាភាគីទាំងសងខាងមិនបានផ្ដល់ព័ត៌មានឬរាយការណ៍មកសមត្ថកិច្ចនគរបាលឡើយនៅពេលកាត់ហេតុតែបានព្យាយាមប្រើប្រាស់កំហឹងដើម្បីដោះស្រាយបញ្ហាដែលនៅទីបំផុតទើបដឹងខ្លួននិងទទួលស្គាល់កំហុសរៀងៗខ្លួនដោយសារករណីនេះមិនបានបណ្ដាលឲ្យមាននរណាម្នាក់ទទួលរងរបួសឬគ្រោះថ្នាក់គ្មានផ្ទះសនកម្មភាគីទាំងសងខាងបានយល់ព្រមទទួលយកការអប់រំណែនាំពីសមត្ថកិច្ចនគរបាលសមត្ថកិច្ចក៏បានរំលឹកនិងណែនាំបន្ថែមថាប្រសិនបើមានហេតុការណ៍ឬចំនួនណាមួយកើតឡើងនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋត្រូវតែប្រញាប់ស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីដោះស្រាយជៀសវាងការប្រើប្រាស់អំពើហិង្សាដាក់គ្នាដែលមានសកម្មភាពល្មើសច្បាប់